ហើយខ្ញុំសូមនិយាយដោយត្រង់គឺដោយសារតែមានការផុសភេកតាម TikTok អីហ្នឹងទៅរិនមានមកដែរយុទ្ធភូមិភាគទី5អត់បានមកហើយរឿងសពើលូនរឿងអីយើងទៅកាយដីដាក់ធ្វើជាទំនប់ហើយអត់សួរដល់នាយករដ្ឋមន្ត្រីទេអត់សួរដល់នាយករដ្ឋមន្ត្រីអានឹងជាការបកហេតុជាការបកហេតុណានាយករដ្ឋមន្ត្រីបានស្ដីបន្ទោសយ៉ាងខ្លាំងខ្ញុំក៏បានដឹងតាមរយៈដែលសារខាងនាយករដ្ឋមន្ត្រីដាក់មកខ្ញុំទេខ្ញុំថាអាធនហ្នឹងគឺជាធនគ្រោះថ្នាក់នេះជាការបកហេតុរឿងថៃបិទទួលដែនគឺបិទទៅកុំទៅរវល់ជាប់បិទ500ឆ្នាំទៀតបិទទៅមិនចាំបាច់និយាយច្រើនទេមិនចាំបាច់និយាយច្រើនទេហេតុអីបានយើងទៅកាយដីដាក់លើផ្លូវថាកុំឲ្យគេនិយាយពីរឿងបិទអត់ទេរឿងនេះគឺជារឿងខុសដែលมันអាចធ្វើទៅរួចទេអាចធ្វើទៅរួចព្រំដែនកម្ពុជាថៃត្រង់គាត់បើកឬក៏បិទព្រោះនាយករដ្ឋមន្ត្រីរបស់គាត់ពេលឃោសនាបោះឆ្នោតគាត់និយាយថាអ្នកណាបើកព្រំដែនគឺឆ្កែអញ្ចឹងកុំរងចាំឲ្យសោះហើយយើងខ្ញុំបានឆ្លើយតបប្រមាណដងហើយអ្នកឯងចង់បិទក៏បិទទៅបិទ100ឆ្នាំឬ500ឆ្នាំទៀតក៏បិទទៅហើយយើងចាំបាច់ទៅធ្វើស្អីគាត់បើកក៏ចង់បើកទៅបើចង់បិទគឺបិទទៅអាហ្នឹងរឿងរបស់គាត់យើងអត់មានការចាំបាច់ទៅធ្វើអីទៅជីកដីអីដាក់ទេអញ្ចឹងសូមអ្នកលេង TikTok ទាំងឡាយកុំភ័ន្តច្រឡំអាធ្វើបែបនេះមកក្រន់តែអ្នកលេង TikTok ថាធ្វើអញ្ចឹងបានត្រឹមត្រូវអានេះខុសហើយខុសទាំងអាអ្នកយកដីទៅដាក់ខុសទាំងអាអ្នកដែលតសើថាយកដីទៅដាក់ហ្នឹងត្រឹមត្រូវមិនមែនត្រឹមត្រូវទេខ្ញុំនិយាយដោយត្រង់ហ្មងនិយាយដោយត្រង់ថ្ងៃហ្នឹងខាងយើងក៏ត្រៀមបរំថាខាងគេវាយមកលើយើងខាងគេក៏ត្រៀមបរំថាយើងវាយទៅលើគេដោយសារយើងមានវិធានការអញ្ចឹងណាអាហ្នឹងមកពីស្អីណាអញ្ចឹងចាំទៅដល់ភូមិភាគ5ចាំខ្ញុំនឹងនិយាយអំពីបញ្ហាហ្នឹងអត់មានទេណាព្រំដែនមានតែនាយករដ្ឋមន្ត្រីទេមានតែនាយករដ្ឋមន្ត្រីទេណែមិនអាចឲ្យអ្នកថ្នាក់ខេត្តថ្នាក់ស្អីនាំព្រាទៅធ្វើស្អីកែស្ថានភាពនៅទួលដែនគឺអត់ទេខ្ញុំសូមបណ្ដៅមន្ត្រីរបស់យើងទាំងរដ្ឋបាលទាំងកម្លាំងប្រអាវុធបើទោះបីថាមិនមែនចាត់ទុកថាមិនមែនសិទ្ធិអំណាចរបស់ខ្ញុំមិនក៏មិនត្រូវដែរព្រោះខ្ញុំក៏ជាបរិយាតំណាងរបស់ព្រះមហាក្សត្រធ្វើការជាមួយនឹងរដ្ឋាភិបាលលើបញ្ហាកម្លាំងប្រអាវុធហើយនៅក្នុងរយៈពេលកន្លងទៅខ្ញុំក៏នៅតែបន្តការងារ